មេការអ្នកបម្រើលោកម្ចាស់លេងវ៉ាន់ឈីវធាក់គេទម្លាក់ចូលទឹកហើយថែមទាំងប្រឡាក់ភពពេញខ្លួនរាជបុត្រទី3ទៀតផងស្ដេចពេខ្វាងប៉ារបស់រាជបុត្រពីកាស្អីគេនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរព្រះនាងមាតាលោកមេការអ្នកឯងថាយ៉ាងម៉េចយកនៅជាស្ដីឲ្យរាជបុត្រទី3ហើយថែមទាំងស្រែកសម្លុតយ៉ាងខ្លាំងទៀតផងមេការអ្នកបម្រើបាត់ត្រូវហើយសម្លេងជារបស់លោកម្ចាស់ទូចខ្លាំងមានអំណាចណាស់ទូបង្គំស្ដាប់ឃើញច្បាស់ពេញត្រចៀកព្រះនាងមាតាលោកប្តីយកនៅមានព្រលឹងរស់រវើកឡើងវិញហើយពេលឆ្នាំហើយដែលគាត់មិនដែលនិយាយស្រែកខ្លាំងបែបនេះទេស្ដេចពេខ្វាងប៉ារបស់រាជបុត្រពីកាហាថ្ងៃនេះហ៊ានបញ្ចេញកំហឹងខឹងសម្បាផងល្អណាស់ល្អខ្លាំងណាស់ទូអង្គស្រីលេនវ៉ាន់ឈីវជិះផ្លូវប្រទេសចាំងងាយមកដល់ហើយមេតានាងម្នាក់នេះមិនត្រឹមតែឈួតល្ងងខ្លៅនិងគ្មានមារយាទប៉ុណ្ណោះទេថ្ងៃនេះថែមទាំងហ៊ានទៅប្រមាថព្រះអង្គម្ចាស់ទី3ដើម្បីតែប្រាក់50តម្លឹងទៀតសូមបើតាមមេតាវាដេញនាងចេញពីភូមិគ្រឹះភ្លាមទៅបើពុំនោះទេគ្រូមហន្តរាយនឹងធ្លាក់មកលើភូមិគ្រឹះយើងជាមិនខានស្រីក្មេងវ៉ាន់ឆៅអបដៃយំអង្វរអ្នកនាងត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំផងណាខ្ញុំធ្វើបែបនេះគឺដើម្បីការពារដើមឈើទ្រព្យអត់ទេគឺដើម្បីការពារការបូបលុយរបស់លោកប្រុសតាខ្ញុំខំប្រឹងប្រែងទាំងប្រថុយជីវិតដើម្បីដេញពួកចោរអាក្រក់នោះចេញប៉ុន្តែលោកប្រុសមិនត្រឹមតែមិនឲ្យថ្លៃការពារជានេះក៏ការពារកម្រិតខ្ពស់ដល់ខ្ញុំទេថែមទាំងប្រកាច់កាត់ប្រាក់ខែខ្ញុំទៀតឥឡូវសំបីតែលុយទិញដំឡូងជ្វាស៊ីក៏ខ្ញុំគ្មានដែរអ្នកនាងមេតាកូនសម្លាញ់អសមត្ថភាពនឹងត្រូវគេធ្វើបាបហើយមែនទេវាបានល្អណាស់ដរាបណាមានពួកយើងនៅទីនេះគ្មាននរណាអាចមកធ្វើបាបកូនសម្លាញ់របស់ខ្ញុំបានឡើយមេកាទៅយកប្រាក់ពីដំឡឹងពីឃ្លាំងមកឲ្យវ៉ាន់ឆៅភ្លាមដំឡឹងជាថ្លៃការបោសប្បាយចិត្តខ្លាំងដំឡឹងអ្នកនាងពិតជាព្រះពោធិសត្វរស់មែនខ្ញុំសូមក្រាបសំពះសែនគោរពអ្នកនាងមួយក៏ហើយមេតាលោកម្ចាស់ក្មេងអ្នកម្ដាយនាងបានបង្កកំហុសធំណាស់អ្នកនៅតែឲ្យប្រាក់រង្វាន់ដល់នាងទៀតពួកអ្នកឈួតអស់ហើយមែនទេបរិសុទ្ធចំណាស់លោកឪពុករឿងនេះប្តីនឹងចូលក្នុងវាំងទៅពន្យល់ប្រាប់ព្រះរាជាដោយផ្ទាល់អ្នកមិនបាច់បារម្ភទេក្មេងស្រីស្រែកកាត់ស្មោះត្រង់នាងស្មោះត្រង់នឹងប្រាក់របស់ពួកអ្នកទេស្ត្រីវ័យក្មេងឈានជើងចូលមកលោកម្ចាស់ក្មេងនិយាយត្រូវហើយបើគ្មានប្រាក់ទេតើនរណានឹងខំរឹងលារឹងរូសដូចជាលោកឯងរត់ពេញទីធ្លាផ្ទះរាល់ថ្ងៃនោះបរិសុទ្ធក្មេងខឹងនឹងភ្ញាក់ផ្អើលនាងហ៊ានជាយើងថាលាផងក្អកចង់ក្អួតស្ត្រីវ័យក្មេងស្ទុះទៅវាខ្នងកុំក្អួតអីបើក្អួតមកបន្តិចទៀតតតែខ្ញុំអ្នករៀបចំសម្អាតទៀតហើយតោះត្រឡប់ទៅបន្ទប់វិញខ្ញុំនឹងបញ្ចុកជើងជ្រូកឲ្យលោកញ៉ាំឲ្យថត់បន្តិចទៅទើបខ្ញុំងាយស្រួលប្រគល់ការងារឆាក់នៅក្នុងបន្ទប់ងូតទឹកបរិសុទ្ធដេញអ្នកបម្រើពួកឯងទាំងពីរទៅឈរនៅខាងទៅស្ត្រីវ័យក្មេងនិយាយទៅកាន់លោកម្ចាស់ក្មេងព្រះជាយាអ្នកម្ដាយបានបន្ទូលឲ្យថាខ្ញុំជាអង្គរៈការពារផ្ទាល់ខ្លួនរបស់លោកត្រូវមើលថែជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកប្រសិនបើបណ្ដោយឲ្យពួកគាត់ដុសកាយឲ្យលោកហើយបើមេផ្ទះសោកថាខ្ញុំខ្ជិលដល់ប្រាក់ខែខ្ញុំតើគិតយ៉ាងម៉េចប្រាក់របស់ខ្ញុំសំបីតែមួយសេនក៏មិនអាចខ្វះបានដែរបរិសុទ្ធក្មេងលោកម្ចាស់ក្មេងខឹងទីងអៅផ្ដេសផ្ដាសរឿងងូតទឹកបែបនេះមិននឹងអាចឲ្យនាងជាអ្នកធ្វើកើតចេញទៅស្ត្រីវ័យក្មេងធ្វើមុខមិនខ្វល់អីយ៉ាលោកម្ចាស់ក្មេងអ៊ីនធ្វើអីកាលនៅឯលើភ្នំឆ្កែសិស្សលោកគ្រូចិញ្ចឹមទាំងប៉ុន្មានពេលងូតទឹកលើកណាក៏ខ្ញុំជាអ្នកដុសសាប៊ូឲ្យដែរមួយទៀតមើលខ្លួនឯងឥឡូវចុះស្គមដូចអស់ចាក់ក្មេងចឹងមានអីត្រូវមើលខ្ញុំមិនស្រឡាញ់មិនចាប់អារម្មណ៍ផងបរិសុទ្ធក្មេងខឹងចង់ទុះនាងហ៊ានយកយើងទៅប្រៀបធៀបនឹងឆ្កែផងពួកឯងនៅចូលធ្ងន់ធ្វើអីទៀតអូនាងចេញទៅអ្នកបម្រើភ័យរត់ចេញបិទទ្វារបរិសុទ្ធក្មេងស្រែកដេញតាមពួកអាបម្រើអត់ថ្លើមត្រឡប់មកវិញស្ត្រីវ័យក្មេងកាន់អំបោះដើរចូលទៅជិតញឹមស្រែកទៀតទៅទោះជាលោកស្រែកតតែស្អកក៏ដោយក៏ថ្ងៃនេះលោកត្រូវតែញូតទឹកដែរបរិសុទ្ធក្មេងភ័យថយក្រោយនាងកុំចូលមកចិត្តឲ្យសោះណាក្មេងលោកម្ចាស់ក្មេងភ័យស្ទុះបាំងទ្រូងនាងកុំចូលមកចិត្តឲ្យសោះលិនវ៉ាន់ឈីវយើងប្រមាននាងណាលោកស្រីមិនត្រូវប៉ះពាល់នាងទេស្ត្រីវ័យក្មេងលោកម្ចាស់ក្មេងឡើងស្គមមែនស្ត្រីវ័យក្មេងបោះលោកម្ចាស់ក្មេងចូលធុងទឹកហោះហើយបរិសុទ្ធក្មេងឆ្លុះទឹកលិនវ៉ាន់ឈីវនាងចង់រលាកស្រពោនយើងស្លាប់មែនទេស្ត្រីវ័យក្មេងកាន់អំបោះដុសក្នុងឲ្យដុសឲ្យស្អាតទើបលូកបានថ្លៃហើយទើបឆាប់ជាសះស្បើយបរិសុទ្ធក្មេងស្រែកឲ្យស្រាលដៃបន្តិចមើលនាងចង់បកស្បែកយើងចេញទាំងរយ៉ាងណានេះគេហៅថាដុសខ្លួនមែនទេស្ត្រីវ័យក្មេងពន្យល់ទាំងដុសបន្តត្រង់បន្តិចទៅលោកគ្រូបានប្រាប់ថាតតែប្រើកម្លាំងខ្លាំងទៅបង្កើតអភូតហេតុបានលោកខកខានសម្រួលសរសៃឈាម3ឆ្នាំហើយខ្ញុំកំពុងតែប្រើធាតុអាកាសក្នុងខ្លួនជួយសម្រួលសរសៃឈាមឲ្យលោកតាមិនគិតថ្លៃបន្ថែមទេចាត់ទុកថាឲ្យចំណេញលោកហើយបរិសុទ្ធក្មេងរអ៊ូទាំងទឹកភ្នែកស្រក់ជាតិមុនតែជាតិសាំងបាបកម្មអ្វីទៅ